បងប្អូនតើបានមួយថ្ងៃសួរបួផងមេដឹកនាំខាងអ៊ីរ៉ង់ទៅអស់ហាលីងហើយបាទហើយមិញនេះកងត្រាំក៏បានបង្ហោះសារមួយនៅលើតាមបណ្ដាញសង្គម Truth Social របស់គាត់បាននិយាយថាលោកមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់លោកអាលីខាមីណេបានស្លាប់បន្ទាប់ពីប្រតិបត្តិការវាយប្រហារដែលអះអាងថាពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាទហើយនៅក្នុងសារនេះក៏មានការលើកឡើងថាពីប្រព័ន្ធស៊ើបការបច្ចេកវិទ្យាផ្សេងៗដែលមានការតាមដានកម្រិតខ្ពស់ដែលបានដាក់ឲ្យប្រើប្រាស់ក្នុងប្រតិបត្តិការនេះហើយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសអ៊ីស្រាអែលផងដែរហើយកងត្រាំគាត់បានផ្ញើសារនេះអះអាងថាកងកម្លាំងមួយចំនួនរបស់ឆ្មាំបដិវត្តអ៊ីរ៉ង់ហើយនិងកងសន្តិសុខហ្នឹងកំពុងពិចារណាមិនបន្តប្រយុទ្ធទៀតទេប្រហែលជាអាចទម្លាក់អាវុធចុះចាញ់ក្នុងពេលឥឡូវហ្នឹងឯងបាទហើយដើម្បីធានាសន្តិភាពហើយនិងធានាអាយុជីវិតរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់បាទហើយនឹងមានការអំពាវនាវឲ្យកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់មួយចំនួនហ្នឹងចូលរួមជាមួយនឹងខាងអាមេរិកដែរដែលហៅថាជនស្នេហាជាតិអ៊ីរ៉ង់បាទដើម្បីស្ដារប្រទេសឡើងវិញក្រោយពីមេដឹកនាំលោកអាលីខាមីណីហ្នឹងបានស្លាប់បាត់ទៅហើយលោកបានបញ្ជាក់ទៀតថាការវាយប្រហារតាមអាកាសហ្នឹងរហូតមកដល់ពេលហ្នឹងគឺសម្រេចគោលដៅហើយពេលនេះនៅតំបន់មជ្ឈិមបូព៌ាគឺមានសន្តិភាពហើយបាទសូមអរគុណបងប្អូនទាំងគ្នាបើស្រឡាញ់វីដេអូនេះជួយចុច share មួយហើយនឹងកុំភ្លេចជួយ follow ក៏ដូចជា subscribe admin ផងបាទសូមអរគុណបាទបើចង់ឧបត្ថម្ភឲ្យ admin បាទអាចចុចតាមវីដេអូនេះបានបាទ admin ចាំ admin ដាក់ QR ឲ្យបាទអើយទៅដល់កយនេះ